សូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងអ្នកដឹកនាំគ្រីបរិស័ទទាំងឡាយខ្ញុំឈ្មោះលោកគ្រូ Charles McCall ហើយខ្ញុំកំពុងចែកចាយពីការគម្ពីរមួយទីម៉ូថេខ្សែទី1ចំពុតទី1ខទី1និង2ពេលដែលខ្ញុំធ្វើគឺខ្ញុំអានព្រះគម្ពីរប្រចាំថ្ងៃហើយខ្ញុំសង្ឃឹមថាដល់លោកគ្រូអ្នកគ្រូនឹងអានព្រះគម្ពីរប្រចាំថ្ងៃដែរដោយសារព្រះបន្ទូលរបស់ព្រះអង្គជាចំណេះជាមហូបសម្រាប់ព្រលឹងវិញ្ញាណរបស់យើងដូច្នេះនៅពេលយើងអានខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូសង្ឃឹមគិតពីលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរដូច្នេះខ្ញុំចែកចាយពីមេរៀននីមួយៗខ្លីៗនេះពីការសង្ឃឹមខ្ញុំដល់ពេលខ្ញុំអានព្រះគម្ពីរប្រចាំថ្ងៃដូច្នេះប្រមិនខ្ញុំអានពីខគម្ពីរទាំងពីរហ្នឹងខ្ញុំពោលជាសាវករបស់ព្រះគ្រីស្ទយេស៊ូវតាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងនិងតាមបញ្ជារបស់ព្រះគ្រីស្ទយេស៊ូវជាទីសង្ឃឹមនៃយើងមកដល់ធីម៉ូថេគឺជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿសូមព្រះជាម្ចាស់ជាព្រះបិតានិងព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងប្រទានព្រះគុណព្រះハរតេមេត្តាករណានិងសេចក្តីសុខសាន្តដល់អ្នកដូច្នេះនៅក្នុងខគម្ពីរទាំងពីរនេះខ្ញុំឃើញថាលោកប៉ូលគាត់ឲ្យយើងស្គាល់ព្រះបិតាយើងនិងព្រះគ្រីស្ទជាoriginal ប្រតារបស់ព្រះបិតាយើងដែលទូនីតិរបស់ទ្រង់ទូនីតិមួយគឺទ្រង់ជាព្រះសង្គ្រោះយើងទ្រង់ជាទីសង្ឃឹមយើងទ្រង់ជាព្រះបិតាយើងហើយទ្រង់ជាព្រះអម្ចាស់នៃយើងដែរដូច្នេះទ្រង់ព្រះជាម្ចាស់ទ្រង់សពព្រះハរតេបើកសម្ដែងខ្លួនទ្រង់ទូនីតិរបស់ទ្រង់អត្តចរិតរបស់ទ្រង់តាមរបៀបផ្សេងទ្រង់បើកសម្ដែងឲ្យមនុស្សលោកយើងស្គាល់ទ្រង់តាមអ្វីដែលយើងមើលឃើញនៅក្នុងធម្មជាតិហើយទ្រង់បើកសម្ដែងនៅក្នុងព្រះគម្ពីរហើយទ្រង់ចង់ឲ្យយើងស្គាល់អត្តចរិតរបស់ទ្រង់ដោយសារវាពាក់ព័ន្ធនឹងជីវិតយើងនៅលើផែនដីយើងនេះដូច្នេះទី1ទ្រង់ជាព្រះសង្គ្រោះយើងទ្រង់ជាព្រះសង្គ្រោះតែមួយព្រះអង្គគិតសម្រាប់មនុស្សលោកទាំងឲ្យដូច្នេះទ្រង់សពព្រះハរតេមនុស្សលោកគ្រប់គ្នាស្គាល់ថាមានផ្លូវតែមួយគិតដើម្បីទទួលការលើកឡើងទោសទ្រង់ជួយសង្គ្រោះយើងរត់ផុតពីការកាត់ទោសរត់ផុតពីបង្ភ្លើងហើយរត់ផុតពីភាពក្រីក្រជំងឺនិងបញ្ហាគ្រប់បែបយ៉ាងនៅក្នុងជីវិតនេះហើយក្នុងជីវិតនៅក្នុងមកដែរដូច្នេះក្នុងនាមយើងជាគ្រូកង្វល់យើងចង់ឲ្យក្រុមជំនុំដែលថ្វាយបង្គំជាមួយយើងហើយគេស្គាល់ថាព្រះនៃសកលលោកយើងទ្រង់ជាព្រះសង្គ្រោះហើយមនុស្សលោកយើងត្រូវការព្រះសង្គ្រោះដើម្បីជួយយើងជាមនុស្សខ្សោយយើងជាមនុស្សដែលខ្វះខាតយើងជាមនុស្សដែលជាប់ដំបំនៅឡើយយើងត្រូវការព្រះយេស៊ូវយាងមកដើម្បីសង្គ្រោះយើងរត់ផុតពីការកាត់ទោសរត់ផុតពីបំភ្លើងហើយរត់ផុតពីគ្រប់បញ្ហាទាំងឡាយអរព្រះគុណព្រះជាម្ចាស់ដែលយើងមានព្រះសង្គ្រោះដើម្បីជួយយើងទី2ព្រះយេស៊ូវគ្រីស្ទទ្រង់ជាទីសង្ឃឹមនៃយើងជីវិតយើងពិបាកជីវិតនៅលើផែនដីទាំងនេះពិបាកណាស់ប៉ុន្តែយើងមានទីសង្ឃឹមមួយគឺព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់បាទទ្រង់ជាព្រះដ៏ខ្លាំងជាងយើងខ្ពស់ជាយើងទ្រង់ជ្រាបគ្រប់អ្វីទាំងអស់ទ្រង់ការគ្រប់អំណាចទាំងអស់ដូច្នេះទ្រង់ជាទីសង្ឃឹមមិនមែនជាលែងលបែងទេមិនមែនទឹកចិត្តលើបរទេសមិនមែនទឹកចិត្តលើអ្នកផ្សេងទៀតប៉ុន្តែទ្រង់ផ្ទាល់យើងត្រូវផ្ដល់សេចក្តីសង្ឃឹមរបស់យើងពីលើព្រះម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់ហើយមិនសង្ស័យទេតែសារជាទ្រង់ផ្ទាល់ដែលជាទីសង្ឃឹមសម្រាប់យើងដូច្នេះសូមលោកគ្រូអ្នកគ្រូសូមជួយក្រុមជំនុំរបស់លោកគ្រូអ្នកគ្រូផ្ដល់អារម្មណ៍របស់ពួកគេផ្ដល់សេចក្តីសង្ឃឹមពីលើព្រះម្ចាស់យេស៊ូវគ្រីស្ទហើយមិនសង្ស័យទេមិនដើរឆ្វេងមិនដើរស្ដាំទេប៉ុន្តែដើរត្រង់និងទឹកចិត្តលើព្រះជាម្ចាស់ដែលសារទ្រង់ជាព្រះដែលសង្គ្រោះយើងហើយទ្រង់ជាព្រះដែលជាសេចក្តីសង្ឃឹមនៃយើងដែលជាទីសង្ឃឹមហើយមួយទៀតទ្រង់ជាព្រះបិតាយើងទ្រង់ជាព្រះដែលកំសាន្តចិត្តយើងកំសាន្តចិត្តយើងចង្ការយើងឯកោចង្ការគេបដិសេធយើងចង្ការយើងអត់ធ្វើអីប៉ុន្តែយើងមានព្រះវរបិតាមួយចង់នេះត្រង់មនុស្សលោកពាក្យច្រើនអត់មានឪពុកល្អទេ
មនុស្សពាក្យច្រើនមានឪពុកអាក្រក់ដល់វ័យគេដែលបដិសេធគេលែងលះពីពរិយរបស់គាត់យើងឯកោជាកំព្រាប៉ុន្តែព្រះវរបិតាយើងទើងជាព្រះវរបិតាដ៏ពិតប្រាកដដូច្នេះខ្ញុំសូមលទ្ធចិត្តលោកគ្រូអ្នកគ្រូសូមបង្រៀនក្រុមជំនុំរបស់លោកគ្រូអ្នកគ្រូអំពីអត្តចរិតនិងលក្ខណៈរបស់ឪពុកដ៏ល្អប្រសើរនៅលើផែនដីយើងនេះនៅក្នុងក្រុមគ្រួសារហើយជាព្រះវរបិតាយើងនៅឋានសួគ៌ដែរដែលទ្រង់ជាព្រះបិតាទ្រង់ជាឪពុកដ៏ប្រសើរដែលថែរក្សាដែលមិនទុកយើងជាកំព្រាទេហើយចុងក្រោយបំផុតទ្រង់ជាព្រះអម្ចាស់នៃយើងដែរទ្រង់ជាព្រះអម្ចាស់មានន័យថាយើងត្រូវចុះចូលនឹងទ្រង់ជាម្ចាស់យើងត្រូវចុះចូលនឹងទ្រង់ហើយបើយើងប្រាប់យើងធ្វើអីយើងត្រូវធ្វើបើទ្រង់ប្រាប់យើងឲ្យដង្វាយមួយពាក្យដាប់យើងត្រូវដាក់ដង្វាយមួយពាក្យដាប់យើងថាអូលោកគ្រូយើងខ្វះខាតលោកគ្រូជាបបមានអ្វីក៏ដោយស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហៅថាដែលជំនឿបើយើងជឿលើព្រះបន្ទូលសារិយារបស់ព្រះហើយយើងទឹកសុខចិត្តថាយើងនឹងចុះចូលនឹងព្រះជាម្ចាស់គ្រប់វិស័យទាំងឡាយនៅក្នុងជីវិតរបស់យើងបើយើងធ្វើអញ្ចឹងយើងជឿចិត្តថាព្រះជាម្ចាស់ទ្រង់ស្គាល់ចិត្តរបស់យើងហើយទ្រង់នឹងរក្សាព្រះបន្ទូលសារិយារបស់ទ្រង់ហើយទ្រង់នឹងជួយយើងមិនតែបើព្រះជាម្ចាស់ប្រាប់យើងកុំធ្វើអីកុំធ្វើទេបើទ្រង់ប្រាប់យើងធ្វើយើងត្រូវធ្វើបាទដូច្នេះនេះគឺជាមេរៀនខ្លីខ្ញុំសម្រាប់ថ្ងៃហ្នឹង